Chụp giúp bức màn ôn ở khné và cùng mộtการ video ថ្មីទៀតហើយវីដេអូនេះគឺទាក់ទងនឹងការជូនភ្ញៀវជនជាតិពុទ្ធកាលមកទស្សនាទឹកធ្លាក់នៅឯភ្នំកលែនយើងនេះតែម្ដងមកហែលទឹកលេងណាពុកម៉ែបងប្អូនអរគ្នាហើយមុននឹងចេញដំណើរទៅក៏ដាក់កាហ្វេមកកែវវល់លេងអញ្ចឹងទៅបន្ទាប់មកក៏រងចាំភ្ញៀវ check out ឲ្យហើយដោយសារតែអត់បានត្រឡប់មកស្ថានភាពវិញទេហើយនេះគឺជាផ្លូវទៅកាន់ភ្នំកលែនហើយផ្លូវនេះជិះកាត់តាមភូមិស្រស់ស្អាតមែនទែនពុកម៉ែបងប្អូនអរគ្នាដោយសារតែមានដើមត្នោតអមជុំវិញមើលទៅគឺតាក់ទាញខ្លាំងហើយកន្លែងនេះគឺមានគោយន្តបើកមកនិយាយរួមទៅទេសភាពសុខស្រែគឺស្រស់ស្អាតខ្លាំងណាស់ពុកម៉ែបងប្អូនអរគ្នាហើយវីដេអូលើកនេះគឺសូមនិយាយជាភាសាខ្មែរម្ដងដោយសារតែវីដេអូមុនយើងជាភាសាអង់គ្លេសអញ្ចឹងយើងក៏ឆ្លៀតដាក់ជាភាសាខ្មែរខ្លះអញ្ចឹងវីដេអូខ្លះភាសាអង់គ្លេសវីដេអូខ្លះជាភាសាខ្មែរបន្ទាប់ពីចំណាយពេលអស់រយៈពេល1ម៉ោងកន្លះមកយើងក៏មកដល់ពើងមួយដែលមានឈ្មោះថាពើងតាខូឬក៏គេហៅម្យ៉ាងទៀតថាពើងជ្រួញនៅលើភ្នំកលែននឹងតែម្ដងបងប្អូនអរគ្នាហើយមើលតែថ្មទៅបងប្អូនហើយស្រស់ស្អាតមែនតើហើយកន្លែងនេះគឺជាកន្លែងដែលតាក់ទាញខ្លាំងក្នុងការថតរូបបែបធម្មជាតិហើយភ្ញៀវបរទេសជាច្រើនដែលឆ្លងកាត់ទីនេះតែងតែឈប់ដើម្បីថតរូបនិងវីដេអូមួយចំនួនមុននឹងឡើងទៅដល់ទឹកធ្លាក់បន្ទាប់ពីថតរូបកន្លែងនេះហើយក៏ខ្ញុំបានជូនភ្ញៀវទៅដល់ទឹកធ្លាក់តែម្ដងនេះគឺជាទឹកធ្លាក់ភ្នំកលែនបងប្អូនអរគ្នាស្រស់ស្អាតមែនទែនខេត្តនេះគឺពេញស្រស់ស្អាតខ្លាំងដោយសារតែអត់មានភ្លៀងហើយទឹកនៅភ្នំកលែននេះក៏ហូរសមរម្យស្រួលក្នុងការងូតទឹកហែលលេងអញ្ចឹងណាពុកម៉ែបងប្អូនអរគ្នាហើយថ្ងៃនេះពិតជាសំណាងមែនទេពុកម៉ែបងប្អូនអរគ្នាដែលបានថតជាប់ឥន្ទនូនៅភ្នំកលែនប៉ុន្តែវីដេអូនេះគឺនៅខាងចុងវីដេអូតែម្ដងបងប្អូនអរគ្នាហើយអ្វីដែលខ្ញុំចង់បង្ហាញឥឡូវនេះគឺទេសភាពនៅកន្លែងទឹកធ្លាក់ហ្នឹងគឺពិតជាស្រស់ស្អាតខ្លាំងមែនទែនទឹកថ្លាងាយស្រួលក្នុងការងូតទឹកងាយស្រួលក្នុងការហែលហើយបើយើងថតរូបថតវីដេអូគឺវាពិតជាទាក់ទាញខ្លាំងមែនទែនពីពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញសត្វនៅក្នុងវីដេអូអញ្ចឹងណាគឺមើលទៅគឺទាក់ទាញខ្លាំងហើយនេះគឺជាជនជាតិបរទេសដែលគាត់ឆ្លៀតមកថតនៅកន្លែងនេះដោយសារតែកន្លែងនេះគឺយើងអង្គុយលើថ្មទៅរឿងខ្ពស់បន្តិចហើយយើងថតទៅគឺយើងបានទឹកធ្លាក់ទេសភាពស្រស់ស្អាតដូចពុកម៉ែបងប្អូនបានឃើញអញ្ចឹងបន្ទាប់ពីថតកន្លែងនេះហើយងូតទឹករួចអស់ហើយមកខាងលើវិញអញ្ចឹងចៃដន្យអីងាកមកក៏ឃើញឥន្ទនូពុកម៉ែបងប្អូនអរគ្នាដូចចៃដន្យមែនទែនពុកម៉ែបងប្អូនអរគ្នាមើលទៅគឺស្រស់ស្អាតខ្លាំងនេះឥន្ទនូខ្ញុំស៊ូមឲ្យគៀកបន្តិចអញ្ចឹងទៅពុកម៉ែបងប្អូនគ្នាបានឃើញមើលមិនសូវច្បាស់ទេដោយសារតែឥន្ទនូពណ៌มันជាក្រាស់ប្រហែលទេมันដូចយើងមើលពីចម្ងាយទេនៅលើមេឃទេនេះគឺយើងថតផ្ទាល់ពុកម៉ែបងប្អូនអរគ្នាទឹកធ្លាក់ពីខាងលើមកហើយវាចាំងពន្លឺចឹងមកយើងថតទៅគឺឃើញតែម្ដងហើយពិតជារំភើបមែនទែនហើយអមជាមួយនឹងធម្មជាតិពណ៌បៃតងស្រស់ស្អាតដើមឈើធំទឹកធ្លាក់ពីលើមើលទៅគឺរំភើបហើយសប្បាយហើយមានអារម្មណ៍ថា relax ខ្លាំងអរគុណច្រើនពុកម៉ែបងប្អូនអរគ្នាជំរាបលា